បាទសួស្តីប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទសូមជូនព័ត៌មានមួយគឺដែលកើតឡើងនៅយប់ម្សិលមិញនេះដោយឥឡូវនេះគឺថាបានស្គាល់អត្តសញ្ញាណហើយដែលបុរសដែលបានបើករថយន្តបុកក្មេងរបួសធ្ងន់ធ្ងរដែលបានបោះសម្ដីថានឹងសងលុយ$20,000បញ្ចប់រឿងនោះគឺគាត់មានឈ្មោះសាមីនវុទ្ធារិទ្ធដែលមានមុខរបរជាមន្ត្រីរដ្ឋបាលស្រុកកងមាសដែលជាកូនអភិបាលស្រុកមួយនៅក្នុងខេត្តកំពង់ចាមផងដែរតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុគេថាបានប្រាប់ឲ្យដឹងបរិះខាងលើសង្ស័យចេញមកពីទទួលគ្រឿងសង្វឹងដែលបានបើកបររថយន្ត Mark Ford Ting ស្លាកលេខកម្ពុជា PYEAN 7បុកម៉ូតូ Today ពាក់ស្លាកលេខភ្នំពេញ 1J 4604បណ្ដាលឲ្យក្មេងប្រុសភៀកគីខាងម៉ូតូគឺរងរបួសធ្ងន់ធ្ងរហើយអូសម៉ូតូដល់តែជិត20ម៉ែត្រឯណោះទើបឈប់ហើយពេលចុះពីលើរថយន្តមកក៏បានបោះសម្ដីថាបើស្លាប់សងតែ$20,000គឺចប់រឿងទៅហើយគណៈក្មេងរងគ្រោះស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរកំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យមិនទាន់ដឹងខ្លួននៅឡើយដែលពាក្យសម្ដីរបស់អ្នកបើកបររថយន្តខាងលើនេះគឺជាការប្រមាថជីវិតដល់ជនរងគ្រោះយ៉ាងខ្លាំងហើយធ្វើឲ្យអ្នកភូមិក្មេងចាស់ប្រុសស្រីមានការខឹងសម្បាយ៉ាងខ្លាំងស្ទើរតែកើតហិង្សាទៅហើយនឹងមិនឲ្យសមត្ថកិច្ចខណ្ឌរសីកែវនាំខ្លួនយកទៅប៉ុស្តិ៍ទេហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវបេតុង1711ទល់មុខស្ថានីយទូរទស្សន៍ថោនក្នុងសង្កាត់គីឡូម៉ែត្រលេខ6ខណ្ឌរសីកែវរាជធានីភ្នំពេញកាលពីវេលាម៉ោង 8:50 នាទីយប់ថ្ងៃពុធ18 ខែមិនិនា2026នេះក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍គីឡូម៉ែត្រលេខ6សហការជាមួយនឹងផ្នែកចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌរសីកែវបានចុះអន្តរាគមន៍ដោយជៀសវាងប្រជាពលរដ្ឋទប់កំហឹងមិនបានដាក់ម្នាក់ម្ដាយម្នាក់មួយជើងទើបនាំអ្នកបើកបរខាងលើទៅស្នាក់ការប៉ុស្តិ៍សិនរងចាំប្រគល់ឲ្យសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះវាស់វែងនិងយកមធ្យោបាយទាំងពីរទៅរក្សាទុកបណ្ដោះអាសន្នរួមទាំងអ្នកបើកបរខាងលើទៅដើម្បីរងចាំដោះស្រាយតាមនីតិវិធីច្បាប់បាទខ្ញុំបាទព័ត៌មានក៏មានតែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា